បងប្អូនអ្នកគ្នាក្លឹបនេះរំតែយើងរៀបចំគុំឲ្យយូរគួរសមដែរបងប្អូនបាទព្រោះដោយសារតែដបូលដោយដបូលណៃចំហៀងមុខក្រោយហ្នឹងគឺវានៅផ្សេងគ្នាទាំងអស់បងប្អូនអ្នកគ្នាបាទពួកវាមកឡើងមកដុំតែម្ដងអញ្ចឹងវាមិនមែនមកទាំងហើយរូបរាងបានទេអញ្ចឹងយើងត្រូវធ្វើការរៀបចំគុំឲ្យរួចរាល់ស្រេចបាច់ទើបយើងអាចដាក់នៅលើឡានបានបាទហើយតិចទៀតខ្ញុំជូនដំណឹងបងប្អូនថាជាឡានអីគេបងប្អូនអរគ្នាឥឡូវនេះសម្រាប់ក្លឹប Canopy របស់យើងគឺយើងបានបំពាក់ទៅលើរថយន្តបាទត្រៃតុនដល់ថ្មីស្រឡាងមិនមានសូម្បីតែផ្លាកលេខបាទបងប្អូនឆ្នាំខ្ពស់ទៀតសូមបញ្ជាក់ចំពោះការចាប់ក្លឹបនេះប្រភេទឡានដូចជាត្រៃតុននេះយើងត្រូវចោះ4ប្រឡោះ6ប្រឡោះតាំងខ្ចៅបាទតាំងខ្ចៅមុខក្លឹបអែបជាមួយនឹងកាប៊ីនអញ្ចឹងជាតិចនៅក្នុងការចាប់មួយដែលធ្វើឲ្យជាប់បាទកុំឲ្យមានក្តីបារម្ភព្រួយបារម្ភប្រភេទឡានខ្លះក៏យើងអាចគៀបយកទៅប្រភេទឡានខ្លះទៀតក៏យើងត្រូវតែចោះដើម្បីចាប់ក្លឹប Canopy អញ្ចឹងក្លឹប Canopy នេះគឺជាម៉ូតដែលបើកដូចសំមួយដងដែរតែជាប្រភេទម៉ូតដែលអត់មានកញ្ចក់ទេចឹងបងប្អូនយកតែម៉ូតកញ្ចក់ក៏បានឬក៏យកម៉ូតដូចឡានមួយគ្រឿងនេះក៏បានដែរបងប្អូនអរគ្នាបាទមានអត្ថប្រយោជន៍រៀងៗខ្លួនណាបាទអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នាវីដេអូក្រោយ